បាទជំរាបសួរបងប្អូនបាទនិយាយអញ្ចឹងបងប្អូនណាខ្លះធ្លាប់មានសកម្មភាពដូចខ្ញុំក៏ដូចជាកំពុងតែមានសកម្មភាពបែបនេះណាបងប្អូនតើវាជាអ្វីសកម្មភាពនោះបងប្អូនបាទហើយបងប្អូនសាកទាយមើលតើទីតាំងនេះនៅណាបងប្អូនបាទនេះឃើញទេវាល្វឹងតែម្ដងនៅក្នុងមុខខ្ញុំហ្នឹងណាបាទហើយរីឯអ្នកធ្វើចរាចរណ៍ក៏មានបន្តមួយក៏ដូចជាហូរហែដែរទស្សនវិជ្ជាគឺថាស្អាតតែម្ដងបាទបងប្អូនបាទឃើញទេបងប្អូនបាទនិយាយលេងជាមួយបងប្អូនទេបាទតែនិយាយអញ្ចឹងខ្ញុំគឺមកហាត់ប្រាណបងប្អូនណាទីតាំងនេះគឺទីតាំងនៅសួនវិមានឯករាជ្យបងប្អូនបាទនៅខាងមុខខ្ញុំហ្នឹងគឺផ្លូវកាត់ទៅតឹងបងប្អូននេះកន្លែងនេះកន្លែងនេះបាញ់ទឹកបងប្អូនស្គាល់ហើយវាមានឯករាជ្យសួនវិមានឯករាជ្យបងប្អូនបាទថ្មនេះគឺម៉ោង10ហើយបងប្អូនបាទជាធម្មតាគេមកហាត់ប្រាណនៅទីនេះម៉ោង7ម៉ោង8ទៅម៉ោង9យ៉ាងយូរអញ្ចឹងណាបងប្អូនបាទតែចម្លែកតែខ្ញុំទេមកហាត់ប្រាណគឺម៉ោង10ជារឿយខ្ញុំតែងតែមកហាត់ប្រាណក៏ដូចជាចំណាយពេលមួយសប្តាហ៍ហ្នឹង5ថ្ងៃនៅទីនេះបងប្អូនគឺរយៈពេលមកហាត់ប្រាណហ្នឹងគឺ1ម៉ោងទៅ1ម៉ោងកន្លះគឺខ្ញុំដើរក៏ដូចជារត់តិចអញ្ចឹងណាបងប្អូនបាទចំនួនប្រហែលជាខ្ទង់5ជុំទៅបើខ្ញុំរត់អាចនឹងបើខ្ញុំដើរអាចនឹងទៅជិត10ជុំអញ្ចឹងបងប្អូនបើយើងគិតជានាទីគិតជាម៉ោង1ម៉ោងជាងឬក៏1ម៉ោងគត់អញ្ចឹងខ្ញុំត្រឡប់ទៅកន្លែងវិញឲ្យបងប្អូនអញ្ចឹងណាហើយសម្រាប់ខ្ញុំដែលមកហាត់ប្រាណនៅពេលយប់ដោយសារតែពេលល្ងាចហ្នឹងគឺថាជុំវិញហ្នឹងគឺអត់មានកន្លែងចតទេបងប្អូនបាទអត់មានកន្លែងចតទេគឺណែនប៉េះតែម្ដងអញ្ចឹងហើយសម្រាប់ខ្ញុំឯនេះខ្ញុំធ្វើការឲ្យពេលយប់ម៉ោង7 8អីអញ្ចឹងណាអញ្ចឹងបានខ្ញុំចេញដំណើរជិះឡានមកមួយផ្លែតមកគឺខ្ញុំអាចមករត់ក៏ដូចជាមកដើរនៅទីនេះរយៈពេល1ម៉ោងអញ្ចឹងណាបងប្អូនឬក៏1ម៉ោងកន្លះអញ្ចឹងខ្ញុំត្រឡប់ទៅវិញហើយសម្បីតែមិត្តភក្តិខ្ញុំក៏និយាយពីខ្ញុំបងប្អូនបាទនិយាយតែហេតុអីបានចាំបាច់ទៅហាត់ប្រាណនៅឆ្ងាយនៅឯវិមានឯករាជ្យដូចជាទីតាំងហ្នឹងបងប្អូនបាទសម្រាប់ខ្ញុំជាទូទៅនៅកន្លែងនេះសម្រាប់ខ្ញុំជាទូទៅបងប្អូននិយាយខុសខ្ញុំនិយាយទៅជាបានល្អទេបងប្អូនបាទតាមពិតនៅជិតផ្ទះក៏មានសួនមានក្លឹបហាត់ប្រាណដែរបងប្អូនណាតែខ្ញុំដូចជាអារម្មណ៍អត់ចង់ហាត់ប្រាណនៅយើងរត់ក៏ដូចជានៅមួយកន្លែងអញ្ចឹងណាបងប្អូនបាទតែសម្រាប់ទីតាំងនេះគឺមានអារម្មណ៍ថាតាក់ទាញធ្វើឲ្យខ្ញុំមកហាត់ប្រាណនៅទីនេះមិនមែនខ្ញុំទប់ទៅហាត់ប្រាណបងប្អូនបាទខ្ញុំហាត់ប្រាណនៅទីនេះតាំងពីឆ្នាំ2020មកម្លេះអញ្ចឹងណាបងប្អូនបាទនៅទីតាំងនេះណាហើយខ្ញុំទទួលបានអត្ថប្រយោជន៍ពីការហាត់ប្រាណទី1អារម្មណ៍ល្អហើយព្រមទាំងសុខភាពតែម្ដងបងប្អូនអញ្ចឹងណាបាទហើយធ្វើឲ្យយើងគិតអីក៏លះលហួនយើងអត់ស្ទះអត់អីទេអញ្ចឹងដែលបន្តឲ្យខ្ញុំមកអាចដែលបន្តឲ្យខ្ញុំនឹងមកហាត់ប្រាណនៅទីនេះជារៀងរាល់យប់តែម្ដងបងប្អូនបាទហើយបងប្អូនអ្នកមើលតើនរណាខ្លះដែលមានសកម្មភាពហាត់ប្រាណនៅពេលយប់ដូចខ្ញុំអញ្ចឹងដែរសូមជួយ comment មើលអានឹងវាជាជំរឿសរបស់យើងឯងបងប្អូនបាទហើយវាដោយ like អញ្ចឹងបានខ្ញុំថាអញ្ចឹងបានខ្ញុំសួរបងប្អូនថានរណាមានសកម្មភាពចម្លែកដូចខ្ញុំអញ្ចឹងណាបងប្អូនបាទអានេះវាជាទម្លាប់ដូចជាសកម្មភាពរបស់យើងម្នាក់អញ្ចឹងណាបងប្អូនបាទតែអ្វីដែលសំខាន់តែយើងមកទីនេះមកហាត់ប្រាណយើងទទួលបានអ្វីអញ្ចឹងណាបងប្អូនបាទហើយយើងចំណាយពេលបើយើងនិយាយពីការចំណាយពេលក៏រៀងច្រើនដែររៀងឆ្ងាយដែរ2 3 4 5គីឡូបងប្អូនបាទនិយាយអញ្ចឹងវីដេអូនេះដូចជាវែងហើយបងប្អូនបាទនេះតិចជាមួយបងប្អូននិយាយដើរឥឡូវដល់វាមានឯករាជ្យនេះពីខាងកើតអញ្ចឹងណាបងប្អូនបាទឥឡូវខ្ញុំដើរមកដល់វាមានឯករាជ្យអីអញ្ចឹងខ្ញុំចាប់រូបភាពបងប្អូនដែលធ្វើចរាចរណ៍នៅទីនេះស្អាតដល់បងប្អូនបាទនេះវាមានឯករាជ្យស្អាតតែខ្ញុំអត់ចេះចាប់រូបភាពបានល្អអញ្ចឹងខ្ញុំដើរផងខ្ញុំឈប់ផងខ្ញុំផ្ដិតចូលរូបភាពនៅរូប
ពីមានឯករាជ្យណាបងប្អូនបាទឥឡូវដូចជាចិត្តដល់ម៉ោងទៅហើយខ្ញុំចិត្តដល់ម៉ោងហើយចិត្ត1ម៉ោងហើយបន្តិចទៀតនេះគឺខ្ញុំចេញដំណើរទៅវិញហើយមានឡានមានម៉ូតូនេះបងប្អូនចរាចរណ៍មកហើយអញ្ចឹងខ្ញុំដើរត្រឡប់ទៅយកមធ្យោបាយខ្ញុំដើម្បីចេញដំណើរឃើញទេបងប្អូនបាទទីតាំងនេះគឺថាវាល្វឹងហ្មងហាត់ប្រាណគឺមានអារម្មណ៍ស្រស់ស្រាយមែនទែនរត់ដើរគឺអត់មានពិបាកជាគ្នាប៉ះគ្នាអីទេបងប្អូនបាទគឺសេរីភាពតែម្ដងដូច្នេះហើយបានខ្ញុំរើសយកពេលវេលានឹងដើម្បីបង្ហាត់ប្រាណ1ម៉ោងកន្លះដើម្បីសុខភាពខ្លួនឯងអញ្ចឹងណាបងប្អូនបាទហើយសម្រាប់អ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះហើយកុំភ្លេចឆ្លៀតពេលកន្លះម៉ោងទៅ1ម៉ោងដើម្បីហាត់ប្រាណហើយយកពេលហាត់ប្រាណដើម្បីសុខភាពខ្លួនឯងបងប្អូនបាទដល់ពេលដែលយើងអាយុច្រើនបន្តិចទៅទៀតយើងគ្រប់គ្នាអត់មានអីអួតក្រៅពីអួតសុខភាពទេអញ្ចឹងណាបងប្អូនដូច្នេះហើយកុំភ្លេចបងប្អូនទុកពេលវេលាឬក៏ឆ្លៀតពេលណាក៏បានដែរបងប្អូនឲ្យតែចំណាយពេលកន្លះម៉ោងទៅ1ម៉ោងកន្លះដើម្បីហាត់ប្រាណណាបងប្អូនដើម្បីទទួលបានសុខភាពល្អនេះខ្ញុំដែរមកដល់នេះជិតដល់មធ្យោបាយរបស់ខ្ញុំហើយឯណាទេបាទបងប្អូននោះមកឡានខ្មៅនោះគឺ Hammer របស់ខ្ញុំហីបើល្ងាចអីបងប្អូនណាម៉ោង8ម៉ោង9អីគឺម៉ោង7នោះចន្លោះ3ម៉ោងនោះគឺអត់មានកន្លែងទុករថយន្តទុកម៉ូតូទេគឺណែនប៉ែសតែម្ដងជុំវិញសួននេះបងប្អូនបាទដែលបងប្អូនយើងមកហាត់ប្រាណផងហើយមកកំសាន្តនៅទីនេះផងអញ្ចឹងបងប្អូនបាទហើយអរគុណច្រើនបងប្អូន